តើបងប្អូនអរគ្នាថ្ងៃនេះតលេងសង្ក្រាន្តជាមួយខ្ញុំនេះគឺជាកម្មវិធីទី1គឺជាការលេងរបាំត្រុដិដែលបងប្អូនអរគ្នាក៏បានស្គាល់ហើយមានបងប្អូនមួយចំនួនខ្លះទៀតក៏ពុំបានស្គាល់គ្នាផងដែរចាប់ផ្ដើមដំបូងឡើយគឺពាក់ព័ន្ធជាមួយនឹងសត្វប្រើសដែលជាតួអង្គសំខាន់ជាងគេចាប់ផ្ដើមចេញតួមកដំបូងហើយមានយក្សទាំងពីរបូករួមជាមួយទៅនឹងព្រាយ2នាក់ដែរទាំងអស់គ្នាគឺសុទ្ធតែចាប់ស្ទាក់សត្វប្រើសនៅក្នុងរឿងនេះគឺតួអង្គសត្វប្រើសគឺតំណាងឲ្យគ្រូចង្រៃឬក៏អពមង្គលទាំងឡាយដែលកើតមាននៅក្នុងភូមិឬក៏នៅក្នុងឆ្នាំចាស់របាំត្រុដិនេះដែរពាក្យត្រុដិនេះគឺមានន័យថាការផ្ដាច់គឺជាការផ្ដាច់ពីឆ្នាំចាស់ឈានចូលទៅដល់ឆ្នាំថ្មីសម្រាប់នៅក្នុងរបាំនេះគឺទាំងក្រុមយក្សព្រាយហើយនិងព្រានគឺចាប់ផ្ដើមដេញសម្លាប់សត្វប្រើសដែលតំណាងឲ្យសេចក្តីអពមង្គលទាំងឡាយដើម្បីសេចក្តីអពមង្គលទទួលយកសិរីសួស្តីនៅក្នុងឆ្នាំចាស់អញ្ចឹងបងប្អូនទាំងអស់គ្នាឃើញពីដំបូងហើយគឺចាប់ផ្ដើមមកពីទុនសងបន្ទាប់ពីទុនសងហើយគឺចូលដល់សត្វយក្សបន្ទាប់ពីយក្សហើយគឺជាព្រាយទាំងពីរនាក់ដែលតាមសម្លាប់សត្វប្រើសទាំងពីរជាចុងក្រោយគឺមានតែព្រាហ្មណ៍ម្នាក់គត់ដែលអាចសម្លាប់សត្វប្រើសបានដោយការចូលរួមគ្នារវាងទុនសោព្រាយហើយនឹងមេព្រាមដែលតាមសម្រាប់សត្វប្រើសបានមានន័យថាគេបានបណ្ដេញគ្រោះចង្រៃចេញពីជីវិតឬក៏ចេញពីឆ្នាំបានទុនសោក៏ចាញ់ហើយត្រឡាយព្រាមអរប្រឹងស្លាប់ណានាងណាព្រាមបាច់អរប្រឹងស្លាប់ថាអើយតែកំឡងផងហើយនោះគ្នាលេងណានាងណាអូជ័យខាងការចូលកម្មវិធីទី2របស់យើងគឺជាការលេងទៅលើក្បែរជាប្រៃខ្មៅជាមួយទៅនឹងអ្នកលេងម្នាក់មិនថាស្រីក៏បានឬក៏ប្រុសក៏បានអ្នកទាំងអស់គ្នាបានឃើញគឺចាប់ដើមចងទៅលើក្អមដើម្បីទាញយកទៅឡើងលើហើយក៏ជ្រើសរើសយកស្រីស្អាតម្នាក់ដើម្បីលេងនៅក្នុងការវាយក្អមមួយនេះក្នុងការលេងនេះគឺងាយស្រួលមែនតើដោយគ្រាន់តែយកក្រមាចងបិទភ្នែកទៅលើអ្នកកាន់ដំបងដែលនឹងវាយក្អមហើយបន្តមកទៀតបង្វិលខ្លួននារីម្នាក់នោះឲ្យបាន3ជុំហើយឲ្យនារីម្នាក់នោះដើរទៅរកដើម្បីវាយក្អមនោះឲ្យបែកនេះជាការលេងដែលងាយស្រួលសប្បាយកម្មវិធីទី3របស់យើងគឺជាការធ្វើម្ហូបនៅក្នុងការធ្វើសង្ក្រាន្តនេះយើងធ្វើម្ហូបពីរមុខដែរគឺទី1គឺបង្គាស្រស់ចុចជាមួយនឹងទឹកត្រីកង់នេះគឺជាម្ហូបមួយទៀតគឺម្ជូរក្រាក់សាច់ទាគ្រឿងផ្សំរបស់វាគឺងាយទេបងប្អូនគ្រាន់តែយកសាច់ទាជាមួយនឹងគ្រឿងដែលយើងបុកទៅហើយជាមួយនឹងស្លឹកពោតជាចុងក្រោយអរគុណអ្នកទាំងអស់គ្នាតើបានដើរលេងសង្ក្រាន្តនៅវត្តណាខ្លះអាចខមមិនចូលបាន